ពីអ្នកនយោបាយមួយរូបដែលធ្លាប់ស្អប់អ៊ីស្លាមដល់ឆ្អឹងហើយបានសរសេរសៀវភៅដើម្បីប្រឆាំងអ៊ីស្លាមតែចុងក្រោយគាត់បានទទួលយកអ៊ីស្លាមនិងបានធ្វើរឿងជាច្រើនដើម្បីលើកស្ទួយសាសនាអ៊ីស្លាម Die moet worden tegengegaan, verzoekt de regerende islam zoveel mogelijk uit Nederland te bannen en gaat over tot de orde van de dag. អញ្ចឹងនេះគឺជាប្រវត្តិរបស់អ្នកនយោបាយជនជាតិហូឡង់មួយរូបដែលគាត់ឈ្មោះ Joram van Klaveren អញ្ចឹងលោក Joram ពេលមុនគាត់ទទួលយកអ៊ីស្លាមក៏គាត់ជាមនុស្សម្នាក់ដែលជឿទៅលើរឿងព្រះអីចឹងដែរហើយជំនឿមួយដែលគាត់តែងតែសួរទៅលើបុព្វជិតសាសនាគាត់ហ្នឹងគាត់តែងតែសួរថាតើព្យាការីអ៊ីសាអាឡៃសាឡាមយើងហ្នឹងគឺជាបុត្ររបស់ព្រះមិនអញ្ចឹងគាត់បានសួរសំណួរច្រើនមែនទែនហើយចម្លើយដែលគាត់ទទួលបានពីបុព្វជិតហ្នឹងគឺមិនមែនជាចម្លើយដែលគាត់ពេញចិត្តទេហើយរហូតដល់គាត់បានរៀនចប់វិទ្យាល័យចូលមហាវិទ្យាល័យគាត់បានរៀនអំពីការប្រៀបធៀបសាសនាអញ្ចឹងណានៅថ្ងៃទី11កញ្ញាអំពើភេរវកម្មបានកើតឡើងនៅទីក្រុងញូវយ៉កហើយពី3ឆ្នាំក្រោយមកហ្នឹងនៅតាមផ្លូវមានករណីឃាតកម្មមួយដែលគេបានសម្លាប់អ្នកផលិតករភាពយន្តមួយរូបហើយគេបានសរសេរសម្ពត់ទៅលើខ្លួនរបស់ជនរងគ្រោះហ្នឹងដោយប្រាប់ថាជនរងគ្រោះបន្ទាប់គឺជាមនុស្សស្រីម្នាក់អញ្ចឹងបន្ទាប់ពីគាត់បានឃើញហត្ថការនេះហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាស្អប់សាសនាអ៊ីស្លាមកាន់តែខ្លាំងទៅរហូតដល់គាត់តាំងចិត្តថាគាត់នឹងចូលរួមក្នុងឆាកនយោបាយដើម្បីធ្វើយ៉ាងណានិយាយអំពីបញ្ហាអ៊ីស្លាមហើយធ្វើឲ្យពិភពលោកបានដឹងថាអ៊ីស្លាមគឺជាសាសនាដែលគ្រោះថ្នាក់ហើយមួយឆ្នាំក្រោយមកគាត់បានក្លាយជាសមាជិកម្នាក់នៅក្នុងសភាហើយគាត់បានសរសេរសៀវភៅមួយក្បាលដែលរៀបរាប់អំពីភាពគ្រោះថ្នាក់របស់សាសនាអ៊ីស្លាមអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់កំពុងសរសេរសៀវភៅហ្នឹងគឺចម្ងល់ដែលគាត់ធ្លាប់សួរបុព្វជិតពីកាលមុនហ្នឹងគាត់បានលោតនៅក្នុងគុកក្បាលគាត់ម្ដងទៀតធ្វើឲ្យគាត់ឆ្ងល់រឿងហ្នឹងកាន់តែខ្លាំងទៅអញ្ចឹងណាអញ្ចឹងគាត់បានធ្វើការប្រៀបធៀបសាសនាពេលហ្នឹងបណ្ដោយគាត់បានស្រាវជ្រាវអំពីលក្ខណៈខុសគ្នារបស់ជំនឿត្រេកឯកជាមួយនឹងជំនឿតាវហ៊ីតឬក៏ឯកទេពនិយមអញ្ចឹងពេលហ្នឹងគាត់កំពុងតែធ្វើការប្រៀបធៀបរវាងគម្ពីរមួយហើយនិងគម្ពីរមួយទៀតអញ្ចឹងណាអញ្ចឹងពេលគាត់បានអានគម្ពីរសញ្ញាណចាស់គាត់ឃើញថាមានច្រើនកន្លែងមែនទែនដែលគេបញ្ជាក់អំពីជំនឿតាវហ៊ីតឬក៏ឯកទេពនិយមហើយនៅពេលគាត់មើលអំពីពាក្យសម្ដីរបស់ព្យាការីអ៊ីសាអាឡៃសាឡាមនៅក្នុងសញ្ញាណថ្មីគាត់បានឃើញកន្លែងមួយដែលមនុស្សម្នាក់បានមកសួរព្យាការីអ៊ីសាថាតើអ្វីគឺជាភាពសំខាន់បំផុតក្នុងជីវិតតើគាត់អាចទៅឋានសួគ៌ដោយរបៀបណាអញ្ចឹងពេលហ្នឹងព្យាការីអ៊ីសាអាឡៃសាឡាមគាត់បានឆ្លើយទៅកាន់បរិសុទ្ធហ្នឹងថាអោក្រុមអ៊ីស្រាអែលចូលស្ដាប់ចុះព្រះរបស់ពួកយើងគឺជាព្រះតែមួយគត់ម៉ាកុស12:29អញ្ចឹងកន្លែងហ្នឹងគាត់យល់ថាព្យាការីអ៊ីសាអាឡៃសាឡាមតែងតែប្រាប់មនុស្សឲ្យជឿថាព្រះគឺមានតែមួយគត់ហើយវាស៊ីមេត្រីជាមួយនឹងទស្សនៈរបស់អ្នកកាន់សាសនាអ៊ីស្លាមដែលជឿទៅលើតាវហ៊ីតឬក៏ឯកទេពនិយមជឿទៅលើព្រះតែមួយគត់អញ្ចឹងកន្លែងហ្នឹងដែលគាត់យល់ថាទស្សនៈរបស់អ៊ីស្លាមយើងគឺស៊ីមេត្រីគ្នាជាមួយនឹងទស្សនៈនៅក្នុងគម្ពីរសញ្ញាណចាស់ហើយនិងសញ្ញាណថ្មីប៉ុន្តែម្លងពេលហ្នឹងគំនិតគាត់ការស្អប់អ៊ីស្លាមហើយនិងការស្រឡាញ់អ៊ីស្លាមគឺសឹងថាវាប្រឆាំងគ្នាពីរហ្នឹងដោយសារតែគាត់មិនអស់ចិត្តគាត់បានព្យាយាមសួរទៅដល់សាស្ត្រាចារ្យមួយរូបឈ្មោះថាអាប់ឌុលហាគីមមូរ៉ាត់ដែលគាត់គឺជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ Cambridge ហើយគាត់បានសួរគាត់ថាតើហេតុអីបានជាសាសនាអ៊ីស្លាមជាសាសនាដែលបង្កភេរវកម្មជាសាសនាដែលជួយចិត្តប្រឆាំងជាមួយសាសនាផ្សេងឬក៏ប្រឆាំងជាមួយនឹងមនុស្សស្ត្រីអញ្ចឹងណាអញ្ចឹងមួយខែក្រោយមកទើបសាស្ត្រាចារ្យហ្នឹងអាចឆ្លើយតបជាមួយគាត់បានហើយគាត់បានឆ្លើយរាល់សំណួរដែលកូរ៉ាមហ្នឹងសួរទាំងអស់អញ្ចឹងក្នុងពេលដែលគាត់ឆ្លើយសំណួរហ្នឹងគឺគាត់តែងតែផ្ដល់ជាចម្លើយក៏ដូចជាឲ្យកូរ៉ាមហ្នឹងអានសភៅផ្សេងដែលតាក់ទងជាមួយប្រធានបទដែលគាត់បានសួរហ្នឹងអញ្ចឹងក្រោយពីគាត់បានសិក្សាអំពីប្រវត្តិព្យាការីមូហាម៉ាត់សល្លឡោះសាឡាំក៏ដូចជាសិក្សាអំពីអ៊ីស្លាមសំណួរមួយដែលគាត់បានសួរខ្លួនឯងថាហេតុអីបានជាគាត់ហ្នឹងមិនជឿថាព្យាការីមូហាម៉ាត់គឺជាអ្នកនាំសាររបស់ព្រះដូចជាមួយនឹងដែលគាត់ជឿទៅលើមូសាហើយនឹងអ៊ីសាអញ្ចឹងពេលហ្នឹងគាត់ស្មានខ្លួនឯងថាប្រហែលជាមកពីព្យាការីមូហាម៉ាត់ហ្នឹងគាត់មានប្រពន្ធច្រើនប៉ុន្តែពេលគាត់មើលមកកន្លែងទៀតឃើញថាសូឡូម៉ុន ដេវីត អាប់រ៉ាហាំក៏ដូចជាបុគ្គលផ្សេងនៅក្នុងសាសនានៅក្នុងគម្ពីរហ្នឹងគឺសុទ្ធតែមានប្រពន្ធច្រើនដែរអញ្ចឹងហេតុផលមួយហ្នឹងគឺមិនមែនជាហេតុផលដែលរឹងមាំទេអញ្ចឹងគាត់ក៏ព្យាយាមស្វែងរកហេតុផលផ្សេងទៀតដែលធ្វើឲ្យគាត់ជឿជាក់ថាព្យាការីមូហាម៉ាត់យើងមិនមែនជាព្យាការីទេអញ្ចឹងពេលគាត់សន្និដ្ឋានកាន់តែយូរទៅធ្វើឲ្យគាត់កាន់តែវល់ហ្មងអញ្ចឹងពេលហ្នឹងសាស្ត្រាចារ្យអាប់ឌុលហាគីមមូរ៉ាត់ហ្នឹងគាត់បានប្រាប់គាត់ថាធម្មតាពេលដែលគាត់ចង់ស្វែងយល់អំពីសាសនាណាមួយត្រូវអានគម្ពីររបស់សាសនាហ្នឹងហើយទីបំផុតគាត់ក៏បានអានប្រវត្តិព្យាការីមូហាម៉ាត់សាសឡាំដែលសភៅហ្នឹងគឺសរសេរដោយលោក Martin Links ហើយបន្ទាប់ពីគាត់បានអានប្រវត្តិហ្នឹងហើយធ្វើឲ្យគាត់មើលឃើញថាព្យាការីមូហាម៉ាត់សាសឡាំគាត់មិនមែនជាមនុស្សដែលល្មមសង្គ្រាមទេផ្ទុយទៅវិញគាត់មើលឃើញថាព្យាការីមូហាម៉ាត់សាសឡាំគាត់គឺជាបុគ្គលគំរូដែលក្នុងនាមជាឪពុកជាស្វាមីជាមិត្តភក្តិជាគ្រូបង្រៀនលក្ខណៈ
ហើយក្រោយពីគាត់បានឃើញអំពីអត្តចរិតដ៏ល្អប្រពៃជាច្រើនរបស់ព្យាការីធ្វើឲ្យគាត់កាន់តែចង់ស្វែងយល់អំពីខ្សែជីវិតរបស់ព្យាការីមូហាម៉ាត់សាសឡាមកាន់តែទ្វេដងហើយថ្ងៃមួយនៅពេលដែលគាត់បានសិក្សាអំពីប្រវត្តិរបស់លោកហាំហ្សាដែលត្រូវជាពូរបស់ព្យាការីមូហាម៉ាត់សាសឡាមធ្វើឲ្យលោកកូរ៉ាំបានប្រែការគិតសឹងតែទាំងស្រុងទៅកាន់ព្យាការីមូហាម៉ាត់អញ្ចឹងវគ្គកន្លងហ្នឹងគឺអ្នកស្រីហ៊ីនដែលជាប្រពន្ធរបស់អាប៊ូស៊ុបយ៉ានបានជួលគិតកោដើម្បីសម្លាប់លោកហាំហ្សានៅក្នុងសង្គ្រាមមួយក្នុងពេលដែលគាត់អាចសម្លាប់បានហើយគឺគិតកោនឹងបានធ្វើការកាត់ច្រមុះកាត់ត្រចៀកហើយនឹងធ្វើទរណកម្មទៅលើសាកសពរបស់លោកហាំហ្សាហ្នឹងគឺសាហាវប្រេផ្សាយខ្លាំងមែនទែនអញ្ចឹងទស្សនវិជ្ជាហ្នឹងធ្វើឲ្យព្យាការីមូហាម៉ាត់សាសឡាមដែលត្រូវជាក្មួយរបស់លោកហាំហ្សាហ្នឹងគឺឈឺចាប់ខ្លាំងមែនទែនប៉ុន្មានឆ្នាំក្រោយមកព្យាការីមូហាម៉ាត់សាសឡាមគាត់មានអំណាចដើម្បីក្តាប់តំបន់ហ្នឹងទាំងមូលអញ្ចឹងគាត់ក៏បាននិយាយទៅកាន់អ្នកស្រីហ៊ីនហ្នឹងថារាល់ពេលដែលខ្ញុំឃើញមុខអ្នកគឺតែងតែធ្វើឲ្យខ្ញុំឈឺចាប់ប៉ុន្តែខ្ញុំសម្រេចចិត្តលើកលែងទោសឲ្យអ្នកដូច្នេះបើសិនជាអ្នកចង់រស់នៅទីនេះជាមួយនឹងក្រុមមូស្លីមក៏បានចង់ចាក់ចេញពីទីនេះក៏បានដោយសារតែការបហោឈាមគ្នាគឺបានបញ្ចប់ហើយអញ្ចឹងក្រោយពីលោកកូរ៉ាំបានសិក្សាអំពីខ្សែជីវិតព្យាការីមូហាម៉ាត់សាសឡាមត្រង់វគ្គនេះហើយដែលគាត់មើលឃើញថានៅពេលដែលព្យាការីមូហាម៉ាត់សាសឡាមគាត់បានលើកលែងទោសឲ្យមនុស្សដែលធ្លាប់ធ្វើបាបធ្លាប់សម្លាប់មនុស្សជាទីស្រឡាញ់របស់គាត់នេះគឺជាអត្តចរិតដ៏ល្អប្រពៃខ្លាំងមែនទែនរបស់ព្យាការីគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ទៅតែទទួលស្គាល់គោលជំនឿតាវហ៊ីតជំនឿឯកទេពនិយមឥឡូវគាត់ចាប់ផ្ដើមមានអារម្មណ៍ថាតូតុនជឿថាព្យាការីមូហាម៉ាត់សាសឡាមគឺជាអ្នកនាំសាររបស់ព្រះឬក៏ជាព្យាការីទៅហើយអញ្ចឹងធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ចាប់ផ្ដើមចូលគៀកជាមួយនឹងសាហាដាខ្លាំងមែនទែនហើយពេលហ្នឹងគាត់បានបិទសភៅភ្លាមហើយគាត់បានប្រាប់ខ្លួនឯងថាគោលដៅគាត់កំពុងតែផ្លាស់ប្ដូរហើយព្រោះអីដំបូងគាត់មានគោលបំណងក្នុងការសរសេរសភៅដើម្បីប្រឆាំងជាមួយអ៊ីស្លាមប៉ុន្តែដល់ដំណាក់កាលនេះគាត់ចាប់ផ្ដើមបដូរការគិតហើយបែរជាចង់គ្រប់គ្រងអ៊ីស្លាមវិញអញ្ចឹងធ្វើឲ្យគាត់ស្មុគស្មាញខ្លាំងមែនទែនហើយគាត់បានយកសភៅហ្នឹងដាក់លើធ្នើរបស់គាត់ហើយលើធ្នើគាត់គឺមានសភៅច្រើនខ្លាំងមែនទែនអញ្ចឹងថ្ងៃមួយមានសភៅមួយក្បាលដែលជ្រុះចេញពីធ្នើហ្នឹងហើយគាត់ក៏បានដើរទៅរើសសភៅហ្នឹងហើយសភៅហ្នឹងគឺជាគម្ពីរកូរ៉ានអញ្ចឹងពេលគាត់ទៅរើសគម្ពីរកូរ៉ានមកហ្នឹងពេលគាត់បើកគម្ពីរកូរ៉ានហ្នឹងគាត់បើកចំចម្ពោះទី22វិជ្ជខណ្ឌទី46ការពិតភ្នែករបស់ពួកគេមិនងងឹតទេផ្ទុយទៅវិញបេះដូងពួកគេទេដែលងងឹតភ្លាមនោះគាត់មានអារម្មណ៍ថាដូចត្រូវគេដាក់ម្ដាយអញ្ចឹងគាត់ភ្ញាក់ខ្លាំងមែនទែនគាត់ថាពាក្យទាំងអស់នេះហើយគឺសំដៅទៅលើគាត់ដោយសារអីគាត់បានឃើញការពិតគ្រប់យ៉ាងប៉ុន្តែចិត្តគាត់អត់ទទួលយកការពិតហ្នឹងអញ្ចឹងភ្លាមនឹងគាត់ស្មុគស្មាញខ្លាំងមែនទែនហើយគាត់បានធ្វើការសច្ចាថាមិនខ្វល់ថាជាព្រះរបស់គម្ពីរប៊ីបឬក៏ព្រះរបស់គម្ពីរកូរ៉ានសូមបង្ហាញផ្ដល់ជាសញ្ញាឲ្យគាត់បានឃើញឲ្យជាក់ច្បាស់ថាអ្វីដែលជាការពិតគាត់នឹងទទួលយកអញ្ចឹងក្រោយពីគាត់បានធ្វើសច្ចានឹងហើយគាត់បានចូលដេកហើយពេលភ្ញាក់ដេកមកវិញគាត់មានអារម្មណ៍ថាស្រឡះចិត្តស្រួលខ្លួនខ្លាំងមែនទែនដែលមុនទិលសង្ស័យដែលគាត់ធ្លាប់ឆ្ងល់ពីមុនទាំងម៉ាហ្នឹងគាត់ហាក់មានអារម្មណ៍ថាវាស្រឡះថេងហ្មងដែលគាត់អត់ធ្លាប់ស្រឡះខ្លួនអញ្ចឹងទៅពីមុនមកទេពេលនោះហើយដែលគាត់សម្រេចចិត្តច្បាស់លាស់តែម្ដងថាគាត់នឹងទទួលយកសាសនាអ៊ីស្លាមអញ្ចឹងក្រោយពីសារព័ត៌មានដែលនិយាយអំពីសមាជិកសភាមួយរូបបានទទួលយកសាសនាអ៊ីស្លាមហ្នឹងរឿងនោះចាប់ផ្ដើម viral ផ្ទុះខ្លាំងមែនទែនហើយពេលហ្នឹងម៉ាក់របស់គាត់ហ្នឹងពេលដែលលើព័ត៌មានហ្នឹងគាត់រត់រហូតដល់យំហ្មងហើយប្រពន្ធគាត់ក៏បានប្រាប់ទៅគាត់ថាបើសិនជាបេះដូងបងទទួលយកថាអ្វីគឺជាការពិតហើយអញ្ចឹងអូនគ្មានសិទ្ធិក្នុងការប្រឆាំងបងទេហើយក្រុមការងាររបស់គាត់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងសភាហ្នឹងបានធ្វើការគម្រាមគាត់ជាច្រើនហើយបានផ្ញើសារគម្រាមគាត់ច្រើនជាង2000សារអញ្ចឹងណាហើយនេះគឺជាមេរៀនដែលលោកកូរ៉ាំបានរៀនសូត្រអំពីការទទួលយកអ៊ីស្លាមរបស់គាត់បានមើលឃើញថាពីមុនគាត់ធ្លាប់គិតថាអ៊ីស្លាមគឺជាសាសនាដែលគ្រោះថ្នាក់គម្ពីរកូរ៉ានគឺជាថ្នាំពុលដោយសារតែប្រភពព័ត៌មានដែលគាត់ទទួលបានបូកផ្សំជាមួយនឹងទង្វើរបស់មូស្លីមមួយចំនួនដែលមិនសមភ្នែកផងធ្វើឲ្យគាត់គិតបែបហ្នឹងហើយគាត់បានប្រាប់ថាក្រោយពីខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវអំពីអ៊ីស្លាមពីប្រភពដែលជាក់លាក់ច្បាស់លាស់ធ្វើឲ្យគាត់អាចមើលឃើញអ៊ីស្លាមពីជ្រុងម្ខាងទៀតហើយសាររបស់គាត់ជូនចំពោះបងប្អូនដែលគាត់ចង់ស្វែងយល់អំពីអ៊ីស្លាមគាត់បានប្រាប់ថាបើសិនជាបងប្អូនដែលចង់ស្វែងយល់អំពីអ៊ីស្លាមប៉ុន្តែគ្មានគ្រឹះអំពីអ៊ីស្លាមសោះដំបូងផុតគឺស្វែងយល់តាមរយៈការសិក្សាអំពីប្រវត្តិខ្សែជីវិតរបស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមអញ្ចឹងពេលដែលយើងសិក្សាអំពីខ្សែជីវិតគាត់យើងអាចនឹងមើលឃើញអំពីអត្តចរិតក៏ដូចជារបៀបរស់នៅរបស់ព្យាការីមូហាម៉ាត់សាសឡាមដែលខ្សែជីវិតរបស់គាត់ទាំងអស់ហ្នឹងហើយគឺជាអ្វីដែលបានបញ្ជាក់ក្នុងគម្ពីរកូរ៉ានដោយដែលគេបាននិយាយថា Prophet Muhammad is the walking Quran អញ្ចឹងចរិតរបស់គាត់គឺជាអ្វីដែលបានបង្រៀននៅក្នុងគម្ពីរកូរ៉ានហើយបងប្អូនដែលចង់ស្វែងយល់អំពីខ្សែជីវិតរបស់ព្យាការីមូហាម៉ាត់សាសឡាមអាចស្វែងយល់ពីសភៅខ្សែជីវិតរបស់ព្យាការីមូហាម៉ាត់ដែលសរសេរដោយលោក Martin Links ដែលជាប្រភពដែលគាត់ទុកចិត្តអញ្ចឹងបាទ
បងប្អូននៅកំពុងស្វែងរកកាហ្វេដែលមានហាឡាល់ត្រឹមត្រូវមានជាតិដែកជំនួយដល់ការបង្កើតគ្រាប់ឈាមក្រហមជាតិកាល់ស្យូមសម្រាប់ជំនួយការលូតលាស់ឆ្អឹងនិងជាតិសរសៃដែលសម្រួលដល់ការបត់ជើងអញ្ចឹងខ្ញុំសូមណែនាំកាហ្វេមកពីក្រុមហ៊ុន Choco Albap ប្រទេសម៉ាឡេស៊ីដែលមាន3រសជាតិរសជាតិទី1 Brazilian Coffee ដែលមានកាហ្វេល្មមសម្រាប់បងប្អូនបុរសទី2គឺ Belgian Mocha ដែលមានកាហ្វេស្រាលសម្រាប់បងប្អូនស្រីៗហើយនិង Belgian Chocolate គឺមានរសជាតិសូកូឡាសម្រាប់ក្មេងៗអញ្ចឹងបើសិនជាបងប្អូនត្រូវការកាហ្វេ Choco Albap ដើម្បីយកទៅទទួលទានឬក៏ទិញបោះដុំដើម្បីលក់បន្តបងប្អូនអាចតាក់ទងជាមួយនឹង page Naima Choco Albap បាន